តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាតួរងខ្លះអាចស្ទុះមកគ្រងតួឯកបានយ៉ាងមានមន្តស្នេហ៍នៅក្នុងរឿងភាគខ្លីចិនក្រៅពីកម្ពស់ខ្ពស់ស្រឡះនិងទម្រង់មុខសង្ហាជីវិតពិតរបស់ពួកគេម្នាក់ៗសុទ្ធតែបានឆ្លងកាត់ការខិតខំប្រឹងប្រែងនិងការបដិសេធនិងការតស៊ូយ៉ាងស្ងៀមស្ងាត់តោះមកតាមដានប្រវត្តិនិងចំណាត់ថ្នាក់របស់ពួកគេទាំង11រូបទាំងអស់គ្នាទី1 Ma Xiaoyu ម្ចាស់កម្ពស់ 1m90 និងការតស៊ូពីតួអង្គតូចតាច Ma Xiaoyu កើតនៅថ្ងៃទី16ខែសីហាឆ្នាំ1999និងមានកម្ពស់ 1m90 និងបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2016ផ្នែកសិល្បៈសម្ដែងពីសាកលវិទ្យាល័យភាពយន្តនិងទូរទស្សន៍ស៊ីឈួន Ma Xiaoyu រក្សាទម្លាប់ហាត់ប្រាណយ៉ាងទៀងទាត់តាំងពីនៅរៀនដែលធ្វើឲ្យលោកមានរូបរាងខ្ពស់ slim និងមាំមួនខ្លាំងទាក់ទាញភ្នែកអ្នកគាំទ្រជាពិសេសលោកបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ2022ដោយចាប់ផ្ដើមចេញពីតួអង្គបន្ថែមដើរតួតូចតាចដែលគ្មាននរណាចងចាំនៅក្នុងរឿងភាគខ្លីជាច្រើនប៉ុន្តែទោះជាយ៉ាងណា Ma Xiaoyu មិនដែលបាក់ទឹកចិត្តឡើយលោកបានខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើនជំនាញសម្ដែងរហូតដល់សមត្ថភាពលេចធ្លោរបស់លោកត្រូវបានអ្នកដឹកនាំរឿងមើលឃើញឈ្នះបានក្តីស្រឡាញ់ពីទស្សនិកជននិងទទួលបានការទទួលស្គាល់យ៉ាងពេញទំហឹងនាពេលបច្ចុប្បន្នទី2 Shen Xi ពីតារា model ត្រូវគេបដិសេធមុខជាតួអង្គដ៏លេចធ្លោ Shen Xi កើតនៅថ្ងៃទី10ខែមិថុនាឆ្នាំ1999និងមានកម្ពស់ 1m88 ដើមឡើយលោកបានបញ្ចប់ការសិក្សាជំនាញផ្នែករចនាសិល្បៈប៉ុន្តែដោយសារគុណសម្បត្តិកម្ពស់ដ៏មានប្រៀបបាននាំឲ្យលោកឈានជើងចូលធ្វើជាតារា model ហើយបទពិសោធន៍ចំពោះមុខកាមេរ៉ានេះក៏បានក្លាយជាចំណុចរបត់បង្កើតចំណង់ចំណូលចិត្តលើការសម្ដែងរហូតលោកសម្រេចចិត្តបន្តការសិក្សានៅសាលាសម្ដែងបន្ទាប់ពីបញ្ចប់ការសិក្សា Shen Xi បានប្រឈមមុខនឹងការបដិសេធនៅគ្រប់ការសម្ភាសន៍និងដាក់ប្រវត្តិរូបសង្ខេបគ្មានការឆ្លើយតបប៉ុន្តែដោយសារការតាំងចិត្តលោកមិនបានងាកក្រោយឡើយដោយសុខចិត្តធ្វើជាតួបន្ថែមនៅក្នុងទីក្រុងភាពយន្តនិងទូរទស្សន៍ប៉េកាំងរហូតបានស្គាល់គំរូថ្មីនៃរឿងភាគខ្លីហើយក៏បានបង្ហាញខ្លួនជាអាជីពផ្លូវការនៅក្នុងឆ្នាំ2023ដោយទទួលបានតួនាំមុខរហូតមកទី3 Liang Ziwei និស្សិតច្បាប់នឹងជោគជ័យពីការជ្រើសរើសដ៏ចៃដន្យ Liang Ziwei កើតនៅថ្ងៃទី23ខែតុលាឆ្នាំ1999មានកម្ពស់ 1m87 លោកបានបញ្ចប់ការសិក្សាពីកម្មវិធីថ្នាក់បរិញ្ញាបត្រនៅក្នុងឆ្នាំ2018នៅសាលាច្បាប់សេដ្ឋកិច្ចនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងច្បាប់ភាគពីរយប់លោកបានចូលប្រឡូកក្នុងវិស័យកម្សាន្តតាំងពីឆ្នាំ2005អំឡុងពេលរៀនមត្តេយ្យដោយសាររឿងរ៉ាវចៃដន្យមួយនៅថ្ងៃមួយនាពេលអាហារថ្ងៃត្រង់អ្នកដឹកនាំរឿងបានមកសាលាដើម្បីជ្រើសរើសកុមារប៉ុន្តែ Liang Ziwei ដែលកំពុងញ៉ាំអាហារមិនបានឮការហាប្រមូលផ្ដុំនោះទេពេលនោះលោកក៏នៅក្នុងថ្នាក់ម្នាក់ឯងពេលអ្នកដឹកនាំរឿងដើរទៅរកទឹកមុខនិងក្រសែភ្នែករបស់ Liang Ziwei ពេលងើយមើលបានធ្វើឲ្យអ្នកដឹកនាំរឿងឃើញរូបភាពកុមារអូទីសឹមដែលគេកំពុងស្វែងរកបែបបិទចាប់ពីពេលនោះមកលោកក៏ចាប់ផ្ដើមសម្ដែងនិងអភិវឌ្ឍចំណង់ចំណូលចិត្តជាបន្តបន្ទាប់រហូតចូលប្រឡូកក្នុងរឿងភាគខ្លីនៅក្នុងឆ្នាំ2021ដោយពូកែទាំងរូបរាងនិងសម្ដែងតាក់ទាញនិងមានមន្តស្នេហ៍ទី4 Yu Long អតីតយោធិនដែលមានអាកប្បកិរិយាម៉ឺងម៉ាត់និងស្នេហាស៊ីជម្រៅ Yu Long កើតនៅក្នុងឆ្នាំ1992និងមានកម្ពស់ 1m85 លោកធ្លាប់បានចូលបម្រើយោធាដែលបទពិសោធន៍នេះបានបន្សល់ទុកនៅដងខ្លួនត្រង់និងអាកប្បកិរិយាម៉ឺងម៉ាត់បន្ទាប់ពីបញ្ចប់ការបម្រើយោធាលោកបានចូលទៅក្នុងឧស្សាហកម្មបង្ហាញម៉ូដនិងបានឈានជើងចូលវិស័យរឿងភាគខ្លីនៅក្នុងឆ្នាំ2017 Yu Long គឺជាតារាសម្ដែងដ៏លេចធ្លោម្នាក់នៅក្នុងឧស្សាហកម្មរឿងភាគខ្នាតតូចដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការសម្ដែងដ៏ម៉ឺងម៉ាត់និងរឿងរ៉ាវស្នេហាដ៏ស្វាហាប់ជាមួយដៃគូសម្ដែងអ្នកគាំទ្រតែងតែសរសើរចំពោះការលះបង់ការបង្ហាញធម្មជាតិនៃរឿងរ៉ាវមនោសញ្ចេតនានិងចំណងមិត្តភាពដ៏រឹងមាំនិងគាំទ្រគ្នាដែលលោកចែករំលែកជាមួយនឹងដៃគូសម្ដែងនៅក្នុងនិងក្រៅសាច់រឿងទី5 Lan Buliu តារារៀបរយពោពេញដោយមន្តស្នេហ៍និងការលេចធ្លោលឿន Lan Buliu កើតនៅថ្ងៃទី10ខែកញ្ញាឆ្នាំ2000មានកម្ពស់ 1m84 លោកបានបញ្ចប់ការសិក្សាពីនាយកដ្ឋានសិល្បៈសម្ដែងនៅសាលាសម្ដែងភាពយន្តនិងទូរទស្សន៍
លោកបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ2023ហើយចាប់តាំងពីពេលនោះមកលោកបានក្លាយជាអ្នកសម្ដែងដ៏លេចធ្លោម្នាក់នៅក្នុងឧស្សាហកម្មរឿងភាគខ្នាតតូចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិនឡានបូលីវគឺជាតារាសម្ដែងដែលត្រូវបានគេទទួលស្គាល់យ៉ាងឆាប់រហ័សចំពោះវត្តមានដ៏រឹងមាំជំនាញសម្ដែងដ៏ប៉ិនប្រសប់ស្នាដៃដ៏ច្រើនព្រមទាំងការសម្ដែងដ៏មានមន្តស្នេហ៍នៅលើអេក្រង់ទី6 សេងហ៊ុយអតីតកីឡាករនិងការតស៊ូនៅក្នុងអាជីពសម្ដែងសេងហ៊ុយកើតនៅថ្ងៃទី17ខែមីនាឆ្នាំ1998មានកម្ពស់ 1.84 m និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបេជីងជីលីមុនពេលបង្ហាញខ្លួនជាលើកដំបូងលោកបានហ្វឹកហាត់កីឡាអស់រយៈពេលយ៉ាងយូរនិងថែមទាំងធ្វើការជាអ្នកលក់សមាជិកភាពក្លឹបហាត់ប្រាណទៀតផងលោកបានប្រឡូកក្នុងវិស័យកម្សាន្តដោយចៃដន្យនៅពេលក្រុមហ៊ុនភាពយន្តមួយបានមកសាលារបស់លោកនិងបានទុកព័ត៌មានទំនាក់ទំនងសេងហ៊ុយបានចាប់ផ្ដើមអាជីពសម្ដែងផ្លូវការនៅក្នុងឆ្នាំ2016នៅក្នុងរឿងភាគបណ្ដាញស្រមើសម័យបែបយុវវ័យហើយបានក្លាយជាតារាលេចធ្លោខ្លាំងនៅក្នុងឧស្សាហកម្មរឿងភាគខ្នាតតូចលោកត្រូវបានគេស្គាល់ដោយសារក្រមសីលធម៌ការងារដ៏រឹងមាំដែលតែងតែនាំមកនូវអារម្មណ៍ជ្រាលជ្រៅនិងការតស៊ូនៅគ្រប់តួនាទីទី7 ចៅជីនដុងពីតារាម៉ូដែលអាជីពនិងតួបរិសុទ្ធមានអំណាចចៅជីនដុងកើតនៅថ្ងៃទី23ខែកញ្ញាឆ្នាំ1996មានកម្ពស់ 1.83 m និងបានបញ្ចប់ការសិក្សាពីនាយកដ្ឋានសិល្បៈនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Sherman មុនពេលសម្ដែងលោកបានធ្វើជាតារាម៉ូដែលអាជីពដែលបានពង្រឹងសមត្ថភាពរបស់លោកយ៉ាងខ្លាំងនៅក្នុងការបង្ហាញការបញ្ចេញទឹកមុខខ្នាតតូចបានយ៉ាងច្បាស់លាស់លោកបានបង្ហាញខ្លួនជាលើកដំបូងនៅលើអេក្រង់ទូរទស្សន៍នៅក្នុងឆ្នាំ2022ហើយបានផ្លាស់ប្ដូរមកជាតួនាទីនាំមុខគេនៅក្នុងរឿងភាគខ្លីនៅក្នុងឆ្នាំ2023ដោយសម្ដែងនៅក្នុងរឿងល្បីៗជាច្រើនលោកត្រូវបានគេស្គាល់ដោយសារតែការសម្ដែងដ៏មានមន្តស្នេហ៍និងតែងតែត្រូវបានគេគោរពសម្រាប់តួនាទីជាបុរសរឹងមាំមានអំណាចឬមានចរិតឆេវឆាវទី8 យេហៅរ៉ានជំនាញផ្សព្វផ្សាយពីភាសានិងតារាចម្រៀងតារាសម្ដែងយេហៅរ៉ានកើតនៅថ្ងៃទី14ខែសីហាឆ្នាំ1999មានកម្ពស់ 1.83 m គឺជាតារាសម្ដែងនិងជាតារាចម្រៀងលោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងសេងជាងលើជំនាញផ្សព្វផ្សាយពីភាសាជប៉ុននិងចិនដោយមានចំណង់ចំណូលចិត្តលើការសម្ដែងលោកបានប្រឡងចូលមហាវិទ្យាល័យសិល្បៈហើយនៅក្នុងឆ្នាំ2020លោកបានចុះកិច្ចសន្យាធ្វើជាអ្នកហ្វឹកហាត់នៅក្នុងឆ្នាំ2021លោកបានចូលរួមប្រកួតនៅក្នុងកម្មវិធី Shung 2021របស់ Tencent ដោយទទួលបានចំណាត់ថ្នាក់លេខ39ហើយបន្ទាប់មកក៏បានសកម្មជាមួយនឹងក្រុម Candy Super Sweet យេហៅរ៉ានបានចាប់ផ្ដើមអាជីពសម្ដែងផ្លូវការនៅក្នុងឆ្នាំ2022ដោយបានផ្លាស់ប្ដូរយ៉ាងលឿននៅក្នុងរឿងភាគខ្លីចិននិងទទួលបានតួនាទីជាច្រើនទី9 ចាងជីជុនតស៊ូពីបាតដៃទទេនិងតួនាយកប្រតិបត្តិដ៏ល្បីល្បាញចាងជីជុនកើតនៅថ្ងៃទី14ខែកុម្ភៈឆ្នាំ2000មានកម្ពស់ 1.83 m គឺជាតារាសម្ដែងអ្នកចម្រៀងនិងជាសមាជិកក្រុម H-Boy លោកកើតនៅក្នុងគ្រួសារធម្មតាមួយដែលគ្មានលទ្ធភាពបណ្ដុះទេពកោសល្យសិល្បៈឡើយហើយដោយសារតែស្ថានភាពគ្រួសារលោកមិនអាចចូលរៀននៅក្នុងសាលាសិល្បៈបាននោះទេហើយក៏ត្រូវបានប្តូរទៅវិទ្យាល័យបច្ចេកទេសវិញលោកបានតស៊ូពីការចែកខិត្តប័ណ្ណធ្វើការរោងចក្រធ្វើការងារក្រៅម៉ោងនិងធ្វើជាតារាម៉ូដែលរហូតបានចូលរួមការប្រកួតនិងបង្ហាញខ្លួនជាអ្នកចម្រៀងនៅក្នុងឆ្នាំ2016ហើយបានផ្លាស់មកសម្ដែងនៅក្នុងឆ្នាំ2017ក្នុងនាមជាសិល្បករជំនាន់ក្រោយចាងជីជុនបានក្លាយជាតារាសម្ដែងដែលមានប្រជាប្រិយភាពយ៉ាងឆាប់រហ័សសម្រាប់តួនាយកប្រតិបត្តិដ៏ក្លាហាននៅក្នុងរឿងខ្លីៗដោយសារតែភាពតាក់ទាញពិសេសនិងជំនាញសម្ដែងដ៏រឹងមាំទី10 ដៃកៅសេងជំនះឧបសគ្គគ្រួសាររហូតក្លាយជាតារាប្រុសជោគជ័យដៃកៅសេងកើតនៅថ្ងៃទី18ខែមិថុនាឆ្នាំ1996មានកម្ពស់ 1.82 mលោកកើតនៅក្នុងគ្រួសារដែលដំបូងឡើយមិនគាំទ្រផ្នែកសិល្បៈនោះឡើយប៉ុន្តែលោកបានព្យាយាមជំនះរហូតបានចូលរៀននៅនាយកដ្ឋានសម្ដែងសាលាសិល្បៈសម្ដែងកណ្ដាលនៅក្នុងឆ្នាំ2013ខណៈពេលរៀនលោកបានបង្ហាញខ្លួនដំបូងនៅក្នុងរឿងភាគប្រវត្តិសាស្ត្រឆ្នាំ2017និងដើរតួរងក្នុងរឿងជាច្រើន
ទោះជាយ៉ាងណាលោកបានទទួលកិត្តិនាមយ៉ាងខ្លាំងនៅក្នុងវិស័យរឿងភាគខ្លីចាប់ពីឆ្នាំ2022មកតាមរយៈការខិតខំប្រឹងប្រែងនិងការរីកចម្រើនជាបន្តបន្ទាប់លោកកាន់តែមានទំនុកចិត្តនៅក្នុងការបកស្រាយនិងបង្កើតតួនាទីជាច្រើនទៀតឲ្យកាន់តែប្រសើរឡើងទី11ស៊ិនហាវណានតារាប្រុសពហុជំនាញនិងមានមុនស្នេហ៍បត់បែនស៊ិនហាវណានកើតនៅថ្ងៃទី29ខែតុលាឆ្នាំ1996និងមានកម្ពស់ 1.81 ម៉ែត្រលោកបានបញ្ចប់ការសិក្សាពីកម្មវិធី Broadcasting and Hosting នៅសាកលវិទ្យាល័យភាពយន្តនិងទូរទស្សន៍ស៊ីឈួននៅក្នុងឆ្នាំ2016លោកបានចូលរួមការប្រកួតប្រជែង Model College Cup ដោយទទួលបានជ័យលាភីលេខ 2 និងទទួលបានគេសរសើរថាជាតារាល្បីជំនាន់ថ្មីប្រចាំសាលានៅក្នុងឆ្នាំដដែលភ្នាក់ងារសិល្បៈបានរកឃើញលោកហើយបន្តពីការបណ្ដុះបណ្ដាលនិងវិយតម្លៃគេបានចុះកិច្ចសន្យាជាមួយលោកជាផ្លូវការនៅក្នុងឆ្នាំ2017ហើយលោកក៏ត្រូវបានគេស្គាល់ដោយសារតែរូបរាងសង្ហានិងបុគ្គលិកលក្ខណៈដែលអាចនៅស្ងៀមផងនិងកំប្លុកកំប្លែងផងដោយស្នាដៃនីមួយៗបង្ហាញយ៉ាងពេញលេញនៅភាពបត់បែនស៊ីជម្រៅនិងទេពកោសល្យសម្ដែងដ៏លេចធ្លោរបស់លោកតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះប្រវត្តិនិងការតស៊ូសម្ដែងរបស់តារាសម្ដែងប្រុសទាំង11រូបនេះតើនរណាជាតារាសម្ដែងនៅក្នុងដួងចិត្តរបស់អ្នកទាំងអស់គ្នាកុំភ្លេច comment និងចែករំលែក like share វីដេអូនេះផងណាជួបគ្នានៅវីដេអូក្រោយទៀត